រឿងអេលីសាសេដ្ឋីមេដាបៃតាតែងប្រាថ្នាឲ្យប្រយោជន៍ដល់បុត្រធីតាក្នុងកាលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះមានមហាសេដ្ឋីម្នាក់មានសទ្ធាមាំក្នុងព្រះពុទ្ធសាសនាបានបំពេញធម៌ដែលជាហេតុនាំឲ្យទៅកើតជាព្រះឥន្ទដោយបរិបូរណ៍ជាអ្នកពេញចិត្តក្នុងការឲ្យទានបានកសាងសាលាឆទានជាច្រើនមហាសេដ្ឋីនោះមានកូនប្រុសមួយឈ្មោះអេលីសាជាទីស្រឡាញ់ពេញចិត្តក្រៃពេកដល់ពេលចិត្តស្លាប់បានហៅអេលីសាជាកូនមកប្រគល់ទ្រព្យសម្បត្តិឲ្យហើយប្រាប់ឲ្យខំធ្វើទានតាមដំណើរដែលខ្លួនបានធ្វើលុះស្លាប់ទៅបានទៅកើតជាព្រះឥន្ទព្រះបាទព្រហ្មទត្តកាលបើមហាសេដ្ឋីស្លាប់ហើយក៏តាំងអេលីសាសេដ្ឋីបុត្រនោះជាមហាសេដ្ឋីឯអេលីសាសេដ្ឋីនោះជាមនុស្សពិការមានជើងខ្ចក់ដៃកង្កែងភ្នែកស្រលៀងក្បាលពកហើយជាមនុស្សកំណាញ់ស្វិតជាទីបំផុតថ្ងៃមួយអេលីសាសេដ្ឋីចង់ផឹកសុរាក៏គិតថានឹងបិទសុរាក្នុងផ្ទះក្រែងជនដតីដណ្ដើមផឹកទើបកាន់យកសម្ភារៈសម្រាប់បិទសុរាមួយមុខបន្តិចចូលទៅបិទក្នុងព្រៃឆ្ងាយអំពីភូមិចំណែកឯខាងមហាសេដ្ឋីជាបិតាដែលបានទៅកើតជាព្រះឥន្ទបានដឹងថាអេលីសាសេដ្ឋីជាកូនកំណាញ់ស្វិតស្វាញបានចូលទៅបិទស្រាក្នុងព្រៃដូច្នោះហើយក៏ចុះមកคล้ายខ្លួនជាអេលីសាសេដ្ឋីដែលចេញពីដងព្រៃមកវិញពួកមហាជនបានឃើញហើយក៏គិតថាអេលីសាសេដ្ឋីប្រហែលជាស្រវឹងស្រាបានជាមានអាការៈខុសប្រក្រតីអេលីសាសេដ្ឋីគឺព្រះឥន្ទនិមិត្តនោះក៏ចូលទៅក្នុងព្រះបរមរាជវាំងលើកទ្រព្យសម្បត្តិទាំងអស់ថ្វាយដល់ព្រះបាទព្រហ្មទត្តព្រះបាទព្រហ្មទត្តពុំព្រមទទួលទើបក្រាបទូលថាបើមហារាជពុំទទួលទេខ្ញុំព្រះអង្គនឹងចំណាយទានសូមថ្វាយព្រះរាជកុសលដល់ព្រះអង្គព្រះបាទព្រហ្មទត្តទ្រង់ទទួលហើយនឹកស្ងាចក្នុងព្រះទ័យថាអេលីសាសេដ្ឋីកាលពីដើមជាមនុស្សកំណាញ់ណាស់ឥឡូវនេះក៏មានសទ្ធាមកម្លេះអេលីសាសេដ្ឋីគឺព្រះឥន្ទនិមិត្តនោះត្រឡប់ពីព្រះបរមរាជវាំងទៅផ្ទះវិញបានប្រកាសប្រាប់ឲ្យមហាជនចូលទៅទទួលយកទានពេលនោះមានបរិសម្នាក់ទទួលយកបានគោនិងរទេះផ្ទុកទ្រព្យពេញបរចេញទៅក្បែរដងព្រៃដែលអេលីសាសេដ្ឋីបិទស្រាហើយស្រែកឲ្យពរដល់អេលីសាសេដ្ឋីដោយសំឡេងយ៉ាងខ្លាំងអេលីសាសេដ្ឋីឮសំឡេងឲ្យពរដល់ខ្លួនហើយក្រឡេកមើលទៅស្គាល់ជាគោរទេះរបស់ខ្លួនក៏រត់ទៅចាប់មុខរទេះហើយចោទប្រកាន់អ្នកបរទេះនោះថាលួចគោលួចរទេះរបស់ខ្លួនអ្នកបរទេះប្រាប់ថារទេះនិងគោនេះអេលីសាសេដ្ឋីដាក់ទានឲ្យខ្ញុំមិនមែនលួចយកទ្រព្យរបស់អ្នកទេអេលីសាសេដ្ឋីនិងអ្នកបរទេះបានជជែកគ្នាខ្លាំងឡើងរហូតដល់ចាប់ចម្បាប់គ្នាឯអ្នកបរទេះបានចាប់ច្រានអេលីសាសេដ្ឋីដួលទៅលើផែនដីហើយបរទេះដឹកអីវ៉ាន់យកទៅផ្ទះទៅអេលីសាសេដ្ឋីខឹងណាស់ឈប់បិទស្រាដើរត្រឡប់មកផ្ទះវិញលុះមកដល់ខ្លោងទ្វារអ្នកចាំទ្វារមិនឲ្យចូលដោយអាងថាសេដ្ឋីរបស់ខ្លួនកំពុងចែកទាននៅខាងក្នុងអេលីសាសេដ្ឋីកាលបានមិនបានចូលទៅក្នុងផ្ទះរបស់ខ្លួនហើយសេចក្តីក្រោធក៏កាន់តែកើតឡើងជាខ្លាំងទើបចូលទៅក្រាបទូលដល់ព្រះបាទព្រហ្មទត្តថាបបិទ្ធមហារាជថ្ងៃនេះមានមនុស្សអាក្រក់ចូលទៅលួចទ្រព្យរបស់ទូលព្រះបង្គំដាក់ទានឲ្យមហាជនព្រះរាជាទ្រង់ត្រាស់ថាអំបញ្ញមិញនេះអ្នកមកប្រាប់ថាលើកសម្បត្តិទាំងអស់ឲ្យយើងមិនព្រមទទួលអ្នកប្រាប់ម្ដងទៀតថានឹងបរិច្ចាគទានថែមទាំងបានថ្វាយកុសលដល់យើងទៀតចុះពេលនេះហេតុអ្វីបានជាអ្នកមកនិយាយដូច្នេះវិញអេលីសាសេដ្ឋីក្រាបទូលដាច់អហង្ការថាទូលបង្គំមិនដឹងសោះឡើយហើយទូលសូមឲ្យហៅខ្លួនអ្នកចូលមកក្រាបទូលមុននោះដើម្បីមកពិចារណាព្រះបាទព្រហ្មទត្តទ្រង់ចាត់ឲ្យរាជអាមាត្យទៅនាំអ្នកដែលចូលមកក្រាបទូលមុននោះពេលមកដល់ស្រាប់តែមានរូបដូចគ្នាឥតប្លែកត្រង់ណាឡើយអ្នកដើមចោទថាខ្លួនជាអេលីសាសេដ្ឋីអ្នកចុងចោទក៏ថាខ្លួនជាអេលីសាសេដ្ឋីដែរជជែកតវ៉ាគ្នាមិនដាច់ស្រេចទើបអ្នកដើមចោទអាងយកមនុស្សក្នុងផ្ទះជាសាក្សីឯសាក្សីនោះបានចង្អុលយកអ្នកចុងចម្លើយថាជាសេដ្ឋីរបស់ខ្លួនអ្នកដើមចោទគឺអេលីសាសេដ្ឋីមែនតែនោះមិនព្រមនិយាយអាងថាខ្លួនមានពកត្រង់ក្បាល
មានតែជាងកាត់សក់ទៅដឹងកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិជាជាងកាត់សក់ព្រះបាទព្រហ្មទត្តទ្រង់ត្រាស់បង្គាប់ឲ្យហៅជាងកាត់សក់នោះមកជាងកាត់សក់មកដល់បានសង្កេតមើលសពគ្រប់ហើយក្រាបទូលថាមនុស្សពីរនាក់នេះមានជើងខ្ចក់ដៃកង្អែងភ្នែកស្រលៀងក្បាលពកដូចគ្នាខ្ញុំព្រះអង្គមិនដឹងថាអ្នកណាជាអលិសៈសេដ្ឋីឡើយអលិសៈសេដ្ឋីមែនតែនឬដូច្នោះហើយនឹកតូចចិត្តណាស់តលតែខ្យល់ចាប់ដួលទៅពេលនោះសេដ្ឋីគឺព្រះឥន្ទនិមិត្តក៏คล้ายខ្លួនជាព្រះឥន្ទវិញហោះទៅឯដរអាកាសលោកអលិសៈសេដ្ឋីដឹងខ្លួនឡើងទៅប្រាប់ថាខ្ញុំជាបិតារបស់អលិសៈសេដ្ឋីបានសងរោងទានបំពេញកុសលដរាបដល់អស់អាយុបានមកកើតជាព្រះឥន្ទអលិសៈសេដ្ឋីកូនរបស់ខ្ញុំនេះជាមនុស្សកំណាញ់ស្វិតស្វាញអាក្រក់បានជាខ្ញុំមកទូមានប្រដៅឲ្យលះបង់គំនិតអាក្រក់នោះចេញទីបំផុតព្រះឥន្ទបានបង្គាប់ឲ្យអលិសៈសេដ្ឋីបដិញ្ញាខ្លួនជាអ្នកបរិច្ចាគទានបំពេញកុសលអលិសៈក៏ព្រមប្រតិបត្តិតាមទើបព្រះឥន្ទហោះទៅស្ថានត្រៃត្រឹងវិញ